បាទតបពីយើងជួយឆ្នាំហើយយើងទៅមើលបន្លែនេះបន្លែដាំខាងទ្រុងលើកបើកទ្វារស្លាត់ឡើងវល់ចូលឆ្នាំមិនទាន់បានចាក់ទឹកផងតែឡើងខៀវសារចូលឆ្នាំហើយមេឃភ្លៀងនេះពេញប៉ោះហើយនេះលពៅនេះស្លឹកខ្ទឹមនេះដាំក្នុងទ្រុងដោយសារវាមន់ចាក់ពេកយើងធ្វើទ្រុងនេះចឹងទ្រុងដូចទ្រុងចិញ្ចឹមកដោបតែយើងដាំបន្លែខ្លះគេឆ្ងល់ថាធ្វើចិញ្ចឹមកដោបមែនតែពិតមែនទេខ្ញុំដាំបន្លែលើនឹងពូមន់ច្រើនពេកបើមិនចឹងវាចាក់អស់ហើយយើងចាក់ទឹកដំណាំបន្លែយើងទៀតកាមេរ៉ាចោលហើយយកធុងទៅដងទឹកខ្ញុំបើញ៉ាំអីមីណានំហ្នឹងញ៉ាត់យកមកទៅពេញស្រោចវាតិចខានស្រោចជីមួយអាទិត្យនេះមើលស្អែកពេលព្រឹកយើងស្រោចជីតិចអានេះមេជីធម្មជាតិយើងខ្ញុំធ្វើទៅខ្លួនឯងមកស្រោចទឹកទៅរៀងដួលទេតែអត់អីទេវាស្រោះទឹកទៅវាងើបឡើងវិញល្អដូចធម្មតាមើលទេសភាពជុំវិញផ្ទះតិចបាទក្រោយចូលឆ្នាំគ្រឿងតឡាចអូតឡាចទុំមួយធំប៉ុណ្ណានេះបេះអត់តាន់វាទុំខាងក្នុងមានទុំមួយទៀតនេះក្នុងនេះដៃខ្ញុំច្អល់ហ្នឹងគឺតឡាចទុំមួយទៀតខ្ញុំមើលកន្លែងនេះឃើញសអានេះទ្រុងបន្លែអត់សូវបានចាក់ទឹកវាអត់សូវខៀវតែគាត់ថាវាធ្លាក់ភ្លៀងមកនេះចូលឆ្នាំហើយធ្លាក់ភ្លៀងវា
ធម្មជាតិវាអាចមកខៀវខ្ចីខ្លះវិញ